សូមជូនរឿងខ្លីឆ្កែព្រៃនិងក្បាលខ្មោចជានិច្ចកាលឆ្កែព្រៃនិងសត្វដទៃទៀតតែងតែខ្លាចរអាជាមួយនឹងអ្នកប្រមាញ់និងមនុស្សដែលប្រើប្រាស់អាវុធតាមសម្លាប់ជីវិតរបស់វាដើម្បីយកសាច់ទៅធ្វើជាអាហារនិងជាយកស្បែកទៅធ្វើជាគ្រឿងតុបតែងលម្អផ្ទះសម្បែងនិងសម្លៀកបំពាក់ជាដើមនោះឆ្កែព្រៃមួយក្បាលនេះក៏ជួបនឹងវាសនាមិនខុសពីឆ្កែព្រៃនិងសត្វផ្សេងទៀតប៉ុន្មានឡើយថ្ងៃមួយពេលកំពុងដើរស្វែងរកចំណីក្នុងព្រៃក្រាស់មួយយ៉ាងសប្បាយចិត្តនិងរីករាយយ៉ាងអាណែកដែលនៅមិនឆ្ងាយពីផ្ទះអ្នកភូមិប៉ុន្មាននោះឆ្កែព្រៃមួយក្បាលនេះក៏ក្រឡេកឃើញគំនរក្បាលខ្មោចមួយចំនួននៅរាយប៉ាយពាសពេញដីដែលហាក់ដូចជាពុំមាននរណាម្នាក់ចាប់អារម្មណ៍អ្វីទាល់តែសោះឆ្កែព្រៃនោះងាកឆ្វេងងាកស្ដាំក្រែងលោអាចមានហេតុអ្វីមិនស្រួលពេលវាឃើញហើយក៏គ្មានសញ្ញាណាមួយគួរឲ្យព្រួយបារម្ភទេទើបវាដើរលបសំដៅទៅរកគំនរក្បាលខ្មោចនោះហើយក៏យកជើងគៀសលេងចុះឡើងយ៉ាងសប្បាយរីករាយឆ្កែព្រៃពេញចិត្តយ៉ាងខ្លាំងវាសើចបណ្ដើរយកជើងគៀសក្បាលខ្មោចបណ្ដើរព្រមទាំងបន្លឺវិចារសត្វថាថ្ងៃមុនពួកឯងបិទបាញ់ពួកយើងនឹងហើយមិនថាជាពួកអ្នកឯងខ្លាំងពូកែប៉ុន្មាននោះទេឬឆ្លាមអស្ចារ្យយ៉ាងណានោះទេទីបំផុតអ្នកឯងត្រូវមកដេកស្លាប់ស្ដោកស្ដឹងផុសទាំងទំនិតផុសទាំងបញ្ញាផុសទាំងកម្លាំងពលំទាំងឡាយយើងអាចភៀសក្បាលអ្នកឯងលេងម៉ាសរីតើអ្នកឯងមានអីអួតទៀតមិនក៏មិនអួតទៀតទៅហាមានផ្លូវធ្វើអីយ៉ាងកាលទេហាខ្លាំងអីទៅអមមនុស្សចង្រៃឆ្កែព្រៃសោកយ៉ាងសប្បាយអស់ចិត្តហើយទើបវាធ្វើដំណើរចាក់ចេញទៅក្នុងព្រៃបាត់ទៅ